ឆ្នាំដែលអូននៅក្បែរបងចុងក្រោយបងទៅជាមួយអ្នកថ្មីសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកចែករំលែកពាក់ព័ន្ធជាមួយនឹងការប្រើ ChatGPT បូកជាមួយនឹង Suno AI ដើម្បីបង្កើតបទចម្រៀងជាភាសាខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាជាទូទៅឃើញតែពីការចែករំលែករបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងការឲ្យព្រមប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាចេះបង្កើតព្រមខ្លួនឯងដើម្បីអាចយកទៅបង្កើតបទចម្រៀងទៅតាមប្រភេទអារម្មណ៍ឬក៏ចង្វាក់ដែលអ្នកទាំងអស់គ្នាចង់បានចាជំហានទី1គឺយើងត្រូវចូលទៅ ChatGPT ឬក៏ AI platform ផ្សេងទៀត AI platform ផ្សេងទៀតនោះមានន័យថាបើអ្នកទាំងអស់គ្នាប្រើ DeepSeek អ្នកទាំងអស់គ្នាអាចចូលទៅ DeepSeek បើអ្នកទាំងអស់គ្នាប្រើ Gemini អ្នកទាំងអស់គ្នាអាចចូលទៅ Gemini ដើម្បីទៅសេ lyric និង music style ចាហើយឧទាហរណ៍នៅក្នុងវីដេអូនេះគឺខ្ញុំប្រើ ChatGPT នៅពេលអ្នកទាំងអស់គ្នាទៅសេ music style ព្រមដើម្បីប្រាប់ ChatGPT ដើម្បីឲ្យវា generate ឲ្យអ្នកទាំងអស់គ្នាទៅប្រាប់វាឲ្យច្បាស់ថាទី1អ្នកទាំងអស់គ្នាចង់បាន emotion បែបណាបែប sad emotional ឬក៏លក្ខណៈព្យាបាល healing ហ្នឹងគឺព្យាបាលទី2គឺ voice ហ្នឹងគឺសំឡេងអ្នកទាំងអស់គ្នាត្រូវការសំឡេងស្រទន់ឬក៏សំឡេងធ្ងន់ទី3ហ្នឹងគឺ music style អ្នកទាំងអស់គ្នាចូលចិត្តលក្ខណៈ piano ឬក៏ sad pop ឬក៏ cinematic ឬក៏ lo-fi ហើយទី4ហ្នឹង feeling អញ្ចឹងជាទូទៅបើសិនជាយើងអត់ប្រាប់ទេវាចេះតែ generate ពីទៅអញ្ចឹងជាទូទៅ feeling យើងថាដូចតកតងជាមួយនឹងលក្ខណៈ heartbreak បាច់មានន័យថាខូចចិត្តឬក៏ឯកោឬក៏លក្ខណៈ relaxing ឬក៏លក្ខណៈលើកទឹកចិត្តអញ្ចឹងអ្នកនរគ្នាត្រូវដឹងពីចំណុចមួយហ្នឹងហើយអ្នកនរគ្នាអាចប្រាប់ជាចំណុចទៅបើសិនជាអ្នកនរគ្នាអត់ទាន់ចេះទៅសេណាមួយទៀតចូលមកដល់ lyric វិញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការទៅសេ lyric ឲ្យ ChatGPT ទៅសេ lyric អ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកគ្នានឹងចង់ទៅសេបទចម្រៀងពីអីគេអញ្ចឹងណាហើយប្រាប់ជាសាច់រឿងសង្ខេបបន្តិចទៅហើយអ្នកទាំងអស់គ្នាត្រូវប្រាប់ style នៃ lyric ហ្នឹងអ្នកគ្នាចង់បានបែបម៉េចឧទាហរណ៍ថាពេលខ្ញុំទៅសេបទចម្រៀងជាទូទៅខ្ញុំថាឲ្យទៅសេជាលក្ខណៈប្រយោគខ្លីៗបើវែងពេកអ្នកចម្រៀងច្រៀងហ្នឹងវាដូចលក្ខណៈយើងសូត្រណាអញ្ចឹងយើងត្រូវការខ្លីៗហើយពាក់ព័ន្ធជាមួយនឹង structure ហ្នឹងគេហៅថាម៉េចនេះការទៅសេហ្នឹងវាលក្ខណៈថាnatural flow មានន័យថាវាត្រូវមានឲ្យវា smooth ឲ្យវារលូនហើយយើងអាចបញ្ជាក់ពីពាក់ព័ន្ធជាមួយនឹងការលម្អិតមួយចំនួនដែរអញ្ចឹងណាឧទាហរណ៍ថាពេលដែលចូលគេហៅថាម៉េចពេលអាកន្លែងស្រែកហ្នឹងយើងចង់បានបែបម៉េចយើងត្រូវការឲ្យវា repeat ដដែលឬក៏បែបម៉េចអីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាអាចប្រាប់វាបានកាន់តែច្រើនកាន់តែល្អអញ្ចឹងយើងចូលមកធ្វើការអនុវត្តជាក់ស្ដែងឥឡូវខ្ញុំចូលទៅ ChatGPT មួយសិនដើម្បីយើងទៅសេ lyric ជាមួយនឹងmusic style អញ្ចឹងអ្នកទាំងអស់គ្នាអាចសរសេរជាភាសាខ្មែរក៏បានសរសេរជាភាសាអង់គ្លេសក៏បានអញ្ចឹងបើអ្នកទាំងអស់គ្នាអត់សូវចេះភាសាអង់គ្លេសទេអ្នកទាំងអស់គ្នាអាចសរសេរជាភាសាខ្មែរបានដោយឡែកខ្ញុំប្រើភាសាអង់គ្លេសដោយសារភាគច្រើន AI អាចយល់ច្រើនជាងភាសាខ្មែរហើយដោយបញ្ជាក់ដែរតកតងជាមួយនឹងការសរសេរព្រមឬ lyric សម្រាប់ចម្រៀងក៏ដូចជាmusic style អ្នកនរគ្នាអាចប្រើមួយទៀតនៅក្នុង DeepSeek ក៏ទៅសេបទចម្រៀងខ្មែរហ្នឹងបានចង់ជូនល្អដែរអញ្ចឹងអ្នកនរគ្នាអាចសាកប្រើមួយណាដែលអ្នកនរគ្នាគិតថាវាល្អហើយអ្នកនរគ្នាអាចទទួលយកបានអញ្ចឹងអ្នកនរគ្នាជ្រើសរើសយក AI មួយហ្នឹងទៅបើអ្នកនរគ្នាប្រើ ChatGPT អ្នកនរគ្នាពេញចិត្តហើយអ្នកនរគ្នាអាចប្រើ ChatGPT បើអ្នកទាំងអស់គ្នាយល់ថា DeepSeek វាល្អជាងអ្នកនរគ្នាទៅសេនៅ DeepSeek បើសិនជាអ្នកនរគ្នាយល់ថា Gemini ទៅសេល្អជាងអ្នកនរគ្នាទៅសេនៅ Gemini
ខ្ញុំទៅសេនៅក្នុង chat GPT នេះដោយសារតាខ្ញុំបានចងលក្ខខណ្ឌមួយចំនួននៅក្នុង chat GPT ហើយអញ្ចឹងខ្ញុំអត់ចង់ទៅសេនៅ AI ផ្សេងឲ្យវាញញ៉ៃអញ្ចឹងឥឡូវនេះយើងសាកមើលទាំងអស់គ្នាអានេះខ្ញុំគ្រាន់តែចែករំលែកបទពិសោធន៍ទេអញ្ចឹងឥឡូវយើងសេបទអីគេយើងចង់ទៅសេបទឈឺចាប់ឬក៏បែបម៉េចអីអញ្ចឹងទៅឧទាហរណ៍អូខេអញ្ចឹងខ្ញុំដាក់ថា I want to create a Khmer song that have 3 minutes ហើយលក្ខខណ្ឌទី1យើងចង់បញ្ជាក់ថានៅក្នុង structure music style របស់យើងនឹងតើអ្នកទាំងគ្នាចង់បានប្រភេទបែបមិនដែរអញ្ចឹងយើងចង់បានប្រភេទemotion តើវាលក្ខណៈបែបណាហើយសលេងយើងចង់បានស្រួយឬក៏មិនយើងដាក់ទាំងអស់នឹងមកអូខេអញ្ចឹងតកតងជាមួយនឹងចម្រៀងហ្នឹងដោយសារតាខ្ញុំធ្លាប់ទៅសេហើយអញ្ចឹងខ្ញុំទៅសេយកតែហ្មងទី1តកតងជាមួយនឹង music style យើងចង់បានbroken heart music deep នេះមានន័យថាការឈឺចាប់ deep pain ឧទាហរណ៍ចឹងទៅ music style គឺយើងចង់បានរបៀបbroken heart music deep pain ហើយតកតងជាមួយនឹងសលេងគឺឥឡូវខ្ញុំទៅសេខ្មែរឲ្យទៅ music style ហ្នឹងតែអត់ដឹងថាវាចាប់បានកម្រិតណាណាបទបែបឈឺចាប់មានសំឡេងមនុស្សស្រីច្រៀងដូចចង់យំស្រីច្រៀងដូចចង់យំមួយទៀតយើងចង់បានចម្រៀងដែលមានគុណភាពអាចដាក់ចូលក្នុង DistroKid បានអូខេមនុស្សស្រីច្រៀងបទឈឺចាប់មនុស្សស្រីច្រៀងដូចចង់យំសំឡេងស្រទន់អង្រួនបេះដូងបានចម្រៀងបែបលក្ខណៈមនុស្សច្រៀងemotion អារម្មណ៍ដាក់អារម្មណ៍ខ្លាំងធ្វើឲ្យអ្នកស្ដាប់ទៅលោចនឹងមាននូសេចចេតនាជាមួយឧទាហរណ៍ទេឧទាហរណ៍បរិសាខ្ញុំមកដល់ទៅសេភាសាអង់គ្លេសហ្នឹងអត់អញ្ចឹងទេ lyric និយាយអំពីមនុស្សម្នាក់ដែលត្រូវបាននិយាយអំពីនារីម្នាក់ដែលត្រូវបានគេបត់នឹងចាក់ចេញដោយសារនាងក្រងត្រូវការ lyric ត្រូវការ lyric
ប្រយោគខ្លីខ្លីងាយដូចអ្នកនិពន្ធចម្រៀងជាភាសាខ្មែរចឹងឥឡូវយើងដាក់ប៉ុណ្ណឹងសិនណាហើយមើលវាចេញមិនទៀតចាចឹងអានេះវាបាន generate ឲ្យយើងហើយអ្នកនរគ្នាឃើញអត់វាដាក់តាក់ទងជាមួយនឹង music style prompt សម្រាប់ឲ្យអ្នកនរគ្នា copy ចូល Sono AI ហ្នឹងគឺវាដាក់បទបែប emotional ខ្មែរ heartbreak bullet ចឹងវាមាននៅក្នុងហ្នឹងវាដាក់គេហៅថាបទបែបអីគេអ្នកណាអ្នកច្រៀង soft crying voice ហ្នឹងគឺសំឡេងយំអូខេមានសំឡេងដកដង្ហើមហើយមួយទៀតតាក់ទងជាមួយនឹងវាត្រូវកំណត់ slow tempo បទកំសត់អញ្ចឹង tempo វាអត់លើសពី70អញ្ចឹងវាដាក់ slow tempo around 68ឃើញហើយមួយទៀត commercial quality heartbreak song for distro credit release នេះគឺដោយសារតែមុនហ្នឹងខ្ញុំដាក់ prompt ថាចម្រៀងហ្នឹងគឺត្រូវវាមានគុណភាពសម្រាប់អាចដាក់ចូល distro credit បានអញ្ចឹងណាហ្នឹងសម្រាប់អ្នកនរគ្នាចង់បានស្តង់ដារចម្រៀងឧទាហរណ៍ហើយឥឡូវអ្នកនរគ្នាមកមើល lyric អូនក្រតែអូនស្មោះអញ្ចឹងអានេះគឺជា intro soft អូខេអញ្ចឹងកន្លែងនេះអូនដឹងហើយមនុស្សក្រដូចអូនមិនសមសម្រាប់បងទេអញ្ចឹងអ្នកនរគ្នាត្រូវអាន lyric នឹងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំថាintro នេះខ្ញុំថាវាដូចជាអត់គួរឲ្យចាប់អារម្មណ៍អញ្ចឹងកន្លែងហ្នឹងគឺយើងអាចប្រាប់វាម្ដងទៀតថាយើងចង់បានហុកនឹងខ្មែរមិនដឹងថាម៉េចទេហុកហ្នឹងមានថាប្រយោគដែលគ្រាន់តែស្ដាប់ពាក្យពេចន៍ហ្នឹងគឺយើងចាប់អារម្មណ៍យើងចង់បានហុកនៅ5ឬ7វិនាទីដំបូងយើងចង់បាន5និង5ឬ7វិនាទីដំបូងអូខេហើយមួយទៀតថ្ងៃដំបូងចាក់ចេញអូនខំស្រឡាញ់ខំថែគ្រប់យ៉ាងអូខេចូលឧទាហរណ៍ថា lyric នេះយើងមើលទៅវាអត់សូវវាស្រាលពេកវាអត់សូវឈឺចាប់អញ្ចឹងណាចឹងយើងចង់បរហាឲ្យគាត់ដូរទៅចំណុចផ្សេងយើងអាចដាក់ថាយើងចង់បដូរសាច់រឿងយើងចង់បន្ថែមសាច់រឿងក្នុង lyric she គាត់នារីម្នាក់នឹងគឺតស៊ូជាមួយបុរសម្នាក់នោះអស់10ឆ្នាំឧទាហរណ៍ហើយចុងក្រោយគេយកនាងគ្រាន់តែជាឈ្នន់នៅពេលជួបនារីថ្មីហើយមានលុយបរោះនោះបោះបង់នាងមិនស្ដាយស្រណោះនាងឈឺចាប់ខ្លាំងគេដាក់ទៅសូមបញ្ចូលសាច់រឿងឬផ្លាស់ប្ដូរ lyric ឲ្យកាន់តែមានន័យនឹងរលោមចឹងអូខេ10ឆ្នាំបានត្រឹមអស់ចិត្តចេញមកថ្មីណាស់ទៀត
ok chắc là ưu tiêu ta nhưng ba là nâng hai dương vô vì ta copy đã sono từ sẽ đáp từng óc này nè ní nhung chụp đáp bị từ vô ngay nào ni mưa món tay sâu thảo bọt đang tranh màu mấy nhưng mà đang tí ok chắc là dương copy cho nó trên đọc cho nam bàn trầm ở chặt dương đặt máu sono thay thò đó music style này cái này ní style ok hai lyric copy pin này màu là hô cho con anh nhà to man mưa akra virus thế này đó này vô tới mưa thằng mưa akra virus để sao bot class ai ăn nó chắp tê này đó này thử tái cho từ mưa hai cai sầm rùa về tiền chứ mà lỡ nhung chơi toàn cai sầm rùa hay ăn tần đấy nhung sao nó mọt thay những pin chặt hài chứ nhưng xạ từ generate sẽ đạp sến bộ để xa ở nước nông bọt ở nước nông YouTube nhau môn nước miên khi dương xua đai tha tại tôn chúng mình nâng là biệp ta xe thơ mấy oi AI an ở chỗ ba chứ ngà sai từ lời dương nó về để dương generate bay buôn pram đong tới dương đăng thì xa phó AI nâng hơi ưu tiết thả bẩn to chứ cứ dương từ xe bô nô chừng to thằng ấy dương ăn bẩn to thế nó về để AI từ riêng ọt tranh bẩn to tê về từ tranh bon này dương từ chứ làm bởi AI nâng an ở chỗ ba dương thử do bị bẩn to nâng mau bầm bay dương từ xe so bó nô bật tọ máu dương đỏ liền tí chốt sao to tọ máu tiết dương chốt tiệt chẳng á lấy dương gặp bông tà trăm từng ọc này chân video nó không ngày nó cứ nhôm ở phèm nó ọc đi tăng bị đám đó chóp ta mà đón ta nơi pe để nhôm chô ta bật cá bọt khmai rồi đòn đó á ta nhôm mà thôi đây là bị mệt chắc là này cứ chị bọt sao chạy sẽ đánh tê hai đội gì chân bà tam nhôm thlo phở deep xích pe đại từ xe sau khmai máu có ai vô dương ban cho đàn chương chat GPT đài hai pe từ xe máu có miền bị trồng chuôn cho đàn chương chat GPT đài chẳng á ta này để xa ở nhôm thlo phở mùi chat GPT hay bị chớn cứ nhôm thử bọt ong lì tê nhọn ban thử bọt khmai tế chẳng hai bạn ở nhôm vô chat GPT máu và hai này tỏ này du đái nè ấy cái đói có sai từ lời cả nó bọt này bà sân chỉ nóng hay chăm vô tập prom srap món bị ban bàn tay hòa tham bà dương trong video tao bầm máy tha ở dương trong ở bàn bọt nâng lươn dư cầm rạch lại nâng cứ việc bàn tề chứ nhưng cái thằng này học này của ai là riêng basic nào mỗi video phong nhóm của bạn đã tha là việc từ xe music nó cứ này ông này ai thời gian có ngôn ngữ ấy bởi dương ở chơi phía sau ông lấy thế từ xe không ai tới hay dương đạm mùi tới nè đôi chị emotion này ông này trong bàn bài mấy quay nè nó này trong bàn bài sợ lên sợ tôn sợ em được sắp trong tới hay tại tôn cho mùi nâng music style này ông như thời ca bài lẽ cả nạ tha miền piano rồi có ấy đấy hay feeling arom chìm xe này ông này thời bò dài arom ca bò dài bò này nghe can từ chụp ba chat GPT vì từ xe máu và can từ chụp ba này cha lỡ với tranh mau ban bảo bọt hai chẳng là lỡ dương sạn từ sẽ đạp bọt nừng chẳng đảng này cho sẽ đạp món của bàn và tay thì tôi tới nhưng trôi cho copy link hai tấm món đại nè đầm bay mơ lyric nâng việc bàn khơi cho bà chẳng cái này chẳng là ní vì tranh màu hái chứ là lấy dân sẽ đáp tặng ở kia ớt pro thế dân cài thì chẳng nó bây giờ dân cho copy link hay dân đạo màu chết nó bây giờ sẽ đọc bọt dân chọc chẳng viên là miền tranh bọt nẹp xinh tiết đài kê ở ban share chỉ public nên không sâu nù nên ở kia có ai cho từ sẽ đáp hay copy prom bị kê ban đài cho nội nắng á chứ là lấy dân sẽ đọc bọt dân mưa pro ớt chẳng đời ôn thuốc rút chia mùi bóng trong cõi ôm con tay chiếm nụ thar bông thlop square
យើងមើលថាតើវាអានច្បាស់អត់ ថ្ងៃដែលបងគ្មានអ្វីអូននៅក្បែរមិនទៅណាជាមួយទៅចាស់ជាមួយគ្នាហូបអ្វីក៏អូនព្រមអូនធ្លាប់សន្សំលុយទិញឲ្យបងពៀនខ្លួនឯងខ្វះក៏ដោយតែអូនមិនដែលគិតអ្វីអូនជឿថាបើស្រឡាញ់គ្នាពិតស្រឡាញ់បងជំនួសហូនដោយងាយខ្ញុំបានត្រឹមអស់ចិត្តអូនតស៊ូជាមួយបងស្ទើរគ្រប់យ៉ាងចុងក្រោយបងឃើញកន្លែងហ្នឹងវាជាង10ឆ្នាំអត់បានទេអញ្ចឹងកន្លែងហ្នឹងទី1យើងមើលថាតើវាច្រៀងកន្លែងណាអត់ច្បាស់អញ្ចឹងបើអត់ច្បាស់យើងចូលទៅកែ lyric ហ្នឹងអញ្ចឹងឧទាហរណ៍ទី1 10ឆ្នាំអញ្ចឹងឡើង lyric នេះអ្នកគ្នាមើលទៅ10ឆ្នាំអត់ច្បាស់ទេអញ្ចឹងយើងទៅសេឲ្យវាអានវិញ10ឆ្នាំអូខេហើយមួយទៀតបទចម្រៀងឧទាហរណ៍យើងស្ដាប់ទៅវាដូចអត់សូវលងលោទេវាលឿនពេកបទមនោសញ្ចេតនាហ្នឹងណាយើងទៅប្រាប់ ChatGPT វិញថាបទហ្នឹងវារៀងលឿនហេអញ្ចឹងយើងថាmusic style លឿនពេកអ្នកចម្រៀងដាក់អារម្មណ៍មិនតាន់ដល់មិនតាន់ឈឺចាប់ដល់កម្រិតមើលចេញអីវាទៀតអូខេបញ្ហាគឺប្រមុនមិនមុនមាន strong chorus lift អូខេចឹងឥឡូវវីដេអូឲ្យយើងហើយចឹងវីដេអូឲ្យយើងហើយ6វិនាទី5ដំបូងអ្នកអាចធ្វើឲ្យចាក់ចិត្តជាងមុនបែបនេះចឹង10ឆ្នាំដែលអូននៅក្បែរបងចុងក្រោយបងទៅជាមួយអ្នកថ្មីចឹងឥឡូវហ្នឹងយើងស្រឡាញ់6នឹងអត់ very painful នឹងបើស្រឡាញ់ទៅដូរណាបើថាអត់អីទេមិនបាច់ដូរទេអូខេឥឡូវខ្ញុំដូរ music style ចេញធ្វើបទខ្មែរបទហ្នឹងយូរជាងបទអង់គ្លេសឆ្ងាយសារ AI វាមិនទាន់យល់ពីអារម្មណ៍របស់យើងណាចឹងឥឡូវខ្ញុំសម្រេចថាយើងដូរទៅតាមអ្វីដែលគេប្រាប់ហ្នឹងទៅហើយយើងចេះរ៉េបម្ដងទៀតចេះរ៉េបម្ដងទៀតចាំម្ដងទៀតចាចឹងនិយាយទៅអ្នកនរគ្នាសាកហើយសាកទៀតហើយបើសិនជាស្ដាប់ទៅវាត្រូវហើយ lyric វាត្រូវហើយភ្លេងត្រូវហើយតែអត់ទាន់ពេញចិត្ត generate ម្ដងទៀតទៅវានឹងចេញថ្មីមកទៀតហើយគាត់ថាវាអស់ credit យើងច្រើនអញ្ចឹងណាខ្ញុំបង្កើតបាន10 20បទដែរតកតងជាមួយនឹងបទជាភាសាខ្មែរហើយខ្ញុំបង្កើត channel ថ្មីដើម្បីទុកស្ដាប់ខ្លួនឯងចាំខ្ញុំ share តកតងជាមួយនឹង channel ហ្នឹងឲ្យអ្នកគ្នាចូលទៅស្ដាប់មើលទៅថាតើវា product អត់ភាគច្រើនខ្ញុំធ្វើ relaxing នេះខ្ញុំអត់យកបទឈឺចុកចាប់ឲ្យទុកស្ដាប់ពេលយប់ឥឡូវយើងបាន version ទី2ដែលយើងមានកែអក្សរពីអូខ្ញុំភ្លេចកែ10ឆ្នាំនោះកែខាងក្រោមអញ្ចឹងយើងអាចផ្ទៀងផ្ទាត់គ្នាម្ដងទៀតទៅណាversion ទី2ដែលយើងកែតកតងជាមួយនឹង music style ដោយសារខ្ញុំប្រាប់ ChatGPT ថាវាលឿនពេកណាហើយមិនយើងកែឲ្យអា intro ដំបូងដើម្បីឲ្យវាស្ដាប់ទៅកាន់តែចាប់អារម្មណ៍អញ្ចឹងឥឡូវយើងស្ដាប់ទាំងអស់គ្នានេះ4នាទី43អញ្ចឹងនៅពេលដែលវីដេអូភ្លេងវាឡើងពី4នាទីទៅ4នាទី43អានោះ4នាទី46តាមពិតយើងអាចស្ដាប់អាមួយទៀតបានតែឥឡូវយើងស្ដាប់អា version ទី2របស់យើងទៅនេះចាំដែលអូននៅក្បែរបងចុងក្រោយបងទៅជាមួយអ្នកថ្មីថ្ងៃដែលបងគ្មានអ្វីអូននៅក្បែរមិនទៅណាជាមួយទូចាស់ជាមួយគ្នាហ
บไว้ก็อ่อนโปร่งอ่อนทลอบสนสมลอยติงเอาอ้อยบองเปียบខ្លួនឯងខ្វះក៏ដោយតែអូនមិនដែលគិតអ្វីអូនជឿថាបើស្រឡាញ់គ្នាពិតជំនួសអូនដោយនាយអូនឈឹងបានត្រឹមអស់ចិត្តអូនតស៊ូជាមួយបងស្ទើរគ្រប់យ៉ាងឆុងក្រោយបងទៅចោលព្រោះគេមានលុយជាងអូនឈឺរហូតមិនចង់ រោគឡើងសេក ដែលធ្លាប់សន្យាថ្ងៃនេះលែងដូចមុនបងផ្លាស់ប្ដូរខ្លាំងណាស់សំបីភ្នែកក៏លែងក៏ខ្ទើលុះបែរធ្លាប់កាន់ដៃអូនថ្ងៃនេះកាន់ដៃអ្នកផ្សេងអូនមិនខឹងដែលបងមានថ្មីតែអូនឈឺបើឆ្នាំនេះគ្មានន័យបាយថ្លាប់បានត្រឹមអស់ចិត្តអូនតស៊ូជាមួយបងស្ទើរអញ្ចឹងពាក្យមួយចំនួនដែលយើងមានដូរហ្នឹងមិញគឺអានកន្លែងអាម៉ូតូនេះក៏អត់សូវច្បាស់ដែរអញ្ចឹងណា10ឆ្នាំនេះបើយើងដូរពីអក្សរមកពីលេខមកអក្សរគឺវាត្រូវអានច្បាស់ហើយលើធ្វើអ្នកនេះមើលមួយទៀតអស់ចិត្ត10ឆ្នាំចឹងយើងមើលមក10ឆ្នាំ10តែវាអស់ credit 10ឆ្នាំអូខេអ្នកទាំងអស់គ្នាអាច copy វាទៅដាក់នៅក្នុង notepad កែឲ្យអស់ហើយចាំយកវាមក generate ទៅកុំឲ្យខាត credit តែនេះគឺដោយសារមិញយើងអនុវត្តមែនតែនទៅបើខ្ញុំមិនឡើយទៅអង្គុយកែវាហ្នឹងគឺវាត្រូវចំណាយពេលយូរខ្លាំងអញ្ចឹងណាតែយើងកែតែអក្សរ10ហ្នឹងសិនណាម៉ូតូជីមិញម៉ូតូមិញដូចជាអានអត់ច្បាស់ដែរហ៎ម៉ូតូចាស់ចឹងកន្លែងហ្នឹងបើយើងអត់ពេញចិត្តអូនទ្របសន្សំលុយទិញអាវឲ្យបងពាក់ខ្លួនឯងខ្វះក៏ដោយដូរបានអានេះអមថាហូបអ្វីក៏អូនព្រមតែប៉ះយើងប្រើរបស់ញ៉ាំអញ្ចឹងណាឧទាហរណ៍យើងកែអេតិចតួចទៅតាមអ្វីពាក្យពេចន៍ដែលយើងចង់បានហ្នឹងទៅយើងនឹងមានថ្ងៃល្អយើងនឹងមានថ្ងៃល្អមកដល់មកល្អទៅបានហើយអូខេឥឡូវ generate ដល់ទៀតអញ្ចឹងណាអញ្ចឹងទី1នៅពេលដែលអ្នកនរគ្នាសរសេរព្រមហើយអ្នកទាំងគ្នាបាន lyric អ្នកទាំងគ្នាត្រូវយក lyric ហ្នឹងទៅកែឲ្យអស់សិនកែតាំងពាក្យពេចន៍កែតាំងចុងជួនយើងបន្ថែមធ្វើមិនឲ្យវាព្រោះឥឡូវយើងបានមកបត់ហើយឥឡូវយើងស្ដាប់អានេះចុះអានេះវែងស្បើមហ៎អញ្ចឹងឥឡូវយើងស្ដាប់បទ version 3 ឥឡូវ version នេះ version ចុងក្រោយណាព្រោះអត់ព្រោះអាហ្នឹងយើងអាចយកទៅបង្កើតបទខ្លួនឯងទៅអានេះខ្ញុំឧទាហរណ៍អញ្ចឹងយើងអត់មានចំណាយពេលអីច្រើនទេធម្មតាមកបទយើងចំណាយពេលរៀងយូរដែរអញ្ចឹងឥឡូវយើងស្ដាប់មើលយើងដូរមកចេះវាចេញអីគេវិញឆ្នាំដែលអូននៅក្បែរបងឃើញវាអានច្បាស់ហ៎ចុងក្រោយបងទៅជាមួយអ្នកថ្មីលងលោចឯណោះថ្ងៃដែលបងគ្មានអ្វីអូននៅក្បែរមិនទៅណា
ម៉ូតូចាស់ជាមួយគ្នាញោមអ្វីក៏អូនព្រមអូនធ្លាប់សន្សំលុយទិញអាវឲ្យបងពាក់ខ្លួនឯងខ្វះក៏ដោយតែអូនមិនដែលគិតអ្វីអូនជឿថាបើស្រឡាញ់គ្នាពិតយើងនឹងមានថ្ងៃល្អជាមួយគ្នាតែថ្ងៃដែលបងមានអ្វីគ្រប់យ៉ាងអូនបែរជាគ្មានកន្លែងឈរនារីថ្មីដល់បងជំនួសអូនដោយងាយដឺ10 ឆ្នាំបានត្រឹមមកចិត្តអូនតស៊ូជាមួយបងស្ទើរគ្រប់យ៉ាងចុងក្រោយបងទៅចោលព្រោះគេមានលុយជាងអូនអូនឈឺរហូតមិនចង់ដកដង្ហើមមនុស្សដែលអូនស្រឡាញ់បំផុតបែរជាបោះអូនចោលដោយអូនគ្មានតម្លៃយើងស្ដាប់ដល់ត្រឹម verse 2 នេះបានទេណារូបថត10 ឆ្នាំនោះអូនមើលហើយទឹកភ្នែកហូរនោះដែលធ្លាប់សន្យាថ្ងៃនេះលែងដូចមុនបងខ្លះដូរខ្លាំងណាស់សំបីភ្នែកក៏លែងកក់ក្តៅមនុស្សដែលធ្លាប់កាន់ដៃអូនថ្ងៃនេះកាន់ដៃអ្នកផ្សេងអូនមិនខឹងដែលបងមានថ្មីតែអូនឈឺព្រោះបងធ្វើដោយដប់ឆ្មាំនេះគ្មានណែ10 ឆ្នាំបានត្រឹមមកចិត្តអូនតស៊ូជាមួយបងស្ទើរគ្រប់យ៉ាងចុងក្រោយបងទៅចោលព្រោះគេមានលុយជាងអូនអូនឈឺរហូតមិនចង់ដកដង្ហើមមនុស្សដែលអូនស្រឡាញ់ដោយអូនគ្មានតម្លៃបើអូនមានលុយបងនៅស្រឡាញ់អូនទេឬស្នេហារបស់បងត្រូវការតែអ្នកមានអូនសួរខ្លួនឯងរយញោមចាអញ្ចឹងស្ដាប់ប៉ុណ្ណឹងបានហើយកុំឲ្យវីដេអូយើងវែងពេកអញ្ចឹងអ្នកទាំងអស់គ្នាស្ដាប់ទៅបើតាក់កន្លែងណាអ្នកគ្នាកែកន្លែងហ្នឹងទៅដូចបោះបងនេះតាមពិតកន្លែងស្នេហានេះគឺយើងត្រូវដក clear តមកទៀតយើងចុចឲ្យដាក់អក្សរនឹងហើយយើងដក clear ទៀតចុចហើយចាំដាក់របស់បងបោះបងអញ្ចឹងណាអញ្ចឹងនៅពេលអ្នកគ្នាបង្កើតបទនឹងយូរទៅអ្នកគ្នាដឹងហើយថាតើកន្លែងណាយើងត្រូវទៅកែអញ្ចឹងធ្វើវីដេអូនេះបើសិនជាអ្នកគ្នាពេញចិត្តហើយយើងត្រឡប់មក Sono វិញមិញបទនេះ503ឧទាហរណ៍ថាយើងពេញចិត្តបទនេះហើយឥឡូវខ្ញុំចុច like នេះមួយដើម្បីខ្ញុំចំណាំខ្លួនឯងហើយខ្ញុំចុច public sorry គឺខ្ញុំ save ខ្ញុំចង់ download តាគឺខ្ញុំ download ហើយ download ជា wave គឺវាច្បាស់អញ្ចឹងណាគុណភាពវាល្អជាង MP3 អញ្ចឹងយើង download មកអានេះយើងឧទាហរណ៍ថាយើងឆ្លាញ់បទហ្នឹងចាអញ្ចឹងវិធីមួយទៀតបើអ្នកទាំងអស់គ្នាអត់ត្រូវការស្ដាប់អត់ត្រូវការស្ដាប់ចុច share link ដូចខ្ញុំទេអ្នកនេះអាចស្ដាប់នៅអញ្ចេះបានស្ដាប់ចេះទៅនេះចុងក្រោយបងទៅជាមួយអ្នកថ្មីអានេះក៏ប្រូដែរអូខេអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងអានេះអ្នកនរគ្នាអាចយកទៅអនុវត្តថែមទៅណាអូខេជឿថាបើស្រឡាញ់គ្នាពិតយើងនឹងមានថ្ងៃល្អ
thì mây